អតីតប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ថ្លែងពីប្រទេសអ៊ុយក្រែននិងអាហ្គានីស្ថានអតីតប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានអះអាងថាប្រសិនបើលោកនៅតែកាន់តំណែងជាប្រធានាធិបតីនោះការឈ្លានពានរបស់រុស្ស៊ីទៅលើប្រទេសអ៊ុយក្រែននឹងមិនអាចកើតឡើងបានឡើយនៅក្នុងការថ្លែងសន្ទរកថាមួយនៅក្នុងទីក្រុង Salem រដ្ឋ New Hampshire លោក Donald Trump បាននិយាយថាប្រសិនបើលោកកំពុងតែនៅក្នុងតំណែងជាប្រធានាធិបតីនោះលោកអាចដោះស្រាយការប៉ះទង្គិចគ្នានៅក្នុងប្រទេសអ៊ុយក្រែនបានក្នុងរយៈពេល24ម៉ោងលោក Trump បានអះអាងថាលោកអាចធ្វើកិច្ចព្រមព្រៀងមួយជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានយ៉ាងឆាប់រហ័សដើម្បីបញ្ជៀសការប៉ះទង្គិចគ្នានេះថ្លែងអំពីការខូចខាតនៅក្នុងទីក្រុងនានារបស់ប្រទេសអ៊ុយក្រែនដោយសារតែការឈ្លានពានរបស់រុស្ស៊ីនោះលោក Donald Trump បាននិយាយថាលោកមានការសោកស្ដាយពេលដែលឃើញបែបនោះនៅក្នុងការថ្លែងសន្ទរកថារបស់លោក Donald Trump ក៏បានអធិប្បាយអំពីការកាន់កាប់របស់ក្រុមតាលីបានក្នុងប្រទេសអាហ្គានីស្ថានកាលពីឆ្នាំ2021ផងដែរលោកបានទាក់ទាញរដ្ឋបាលរបស់លោក Joe Biden ចំពោះវិធីដែលរដ្ឋបាលលោក Joe Biden បានដកយោធាសហរដ្ឋអាមេរិកចេញពីប្រទេសអាហ្គានីស្ថានលោក Donald Trump បានអះអាងថាមេដឹកនាំរបស់ក្រុមតាលីបានគឺលោក Abdul Ghani Baradar នឹងត្រូវបានលោកប្រាប់ថាប្រសិនបើក្រុមតាលីបានបន្តសម្លាប់មនុស្សនោះយើងនឹងវាយប្រហារទៅលើអ្នកឲ្យរងទុក្ខខ្លាំងជាងអ្នករាល់គ្នាដែលធ្លាប់បានរងគ្រោះដោយសារប្រទេសនេះទៅទៀត